បាទសូមគ្រប់នឹងជំរាបសួរទៅដល់ជុំរួមជាតិទាំងអស់បាទសូមនឹករលឹកពីចម្ងាយផងដែរថ្ងៃនេះសូមចែកម្លែកតទៅក្នុងសារអប់រំមួយតទៅដល់ស្មារតីជាតិនិយមគឺជាការលើកឡើងរបស់ខ្ញុំគឺសូមឲ្យយើងទាំងអស់គ្នាយកបទពិសោធន៍ក្នុងជីវិតក៏ដូចជាចំណេះដឹងដែលយើងបានសិក្សារៀនសូត្រពីគ្រប់ទិដ្ឋីមកដាក់ក្នុងការអនុវត្តកសាងជាតិរួមគ្នាព្រោះថាការរីកចម្រើនរបស់ប្រទេសជាតិមិនមែនមកពីមនុស្សតែម្នាក់ឬក្រុមតូចៗទេប៉ុន្តែពឹងផ្អែកទៅទាំងស្រុងទៅលើយើងទាំងអស់គ្នាគឺយើងត្រូវតែរួមគំនិតគ្នានិងសាមគ្គីគ្នាយើងរួមរកដំណោះស្រាយរួមគ្នាយើងរួមគ្នាបង្កើតអនាគតថ្មីក្នុងទឹកដីអច្ឆរិយៈរបស់យើងសង្គមយើងសពថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនព្រោះខ្វះសាមគ្គីស្មារតីជាតិនិយមពិតប្រាកដនិងខ្វះការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋជាពិសេសពីសំណាក់អ្នកមានចំណេះដឹងជាច្រើនប៉ុន្តែការចូលរួមចំណែកជួយសង្គមវិញនៅតិចតួចនៅឡើយមានការយល់ដឹងដោយគ្មានការអនុវត្តมันអាចកែប្រែសង្គមឲ្យបានល្អប្រសើរបានទេនៅពេលដែលមនុស្សម្នាក់យល់ថាខ្ញុំក៏ជាម្ចាស់ប្រទេសនេះដែរហើយចាប់ផ្ដើមចូលរួមផ្ដល់កម្រិតល្អជាមួយនឹងសកម្មភាពតូចនិងការលះបង់ដើម្បីប្រយោជន៍រួមតែនេះហើយជាវិធីដែលធ្វើឲ្យជាតិរឹងមាំនិងធ្វើឲ្យភាពរីកចម្រើនយ៉ាងពិតប្រាកដក្នុងសង្គមមួយដូច្នេះការរីកចម្រើនប្រទេសមួយគឺស្ថិតទៅលើយើងទាំងអស់គ្នាដែលទី1ស្គាល់ថាយើងក្នុងនាមយើងកូននៃកិច្ចត្រូវបំពេញជួយជាតិយ៉ាងម៉េចបំពេញជួយមាតុភូមិយើងយ៉ាងម៉េចព្រោះសង្គមនេះមិនមែនជាប្រទេសរបស់អ្នកណាផ្ដាច់ការទាំងស្រុងទេគឺជារបស់យើងទាំងអស់គ្នាអញ្ចឹងអានេះជាសារមួយដ៏ខ្លីហើយក៏សូមចែកម្លែកសារនេះផងដែរបាទសូមគោរពអរគុណបាទសូមជម្រាបលា